ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុង YouTube Channel YouTube របស់ខ្ញុំបាទណាសំណាងអញ្ចឹងហើយបងប្អូនថ្ងៃនេះនាំអារម្មណ៍បងប្អូនទៅទស្សនានៅដំណាំល្ងដែលខ្ញុំបាទដាំនៅខាងវាស្រែណាខាងស្រុកបវលបងប្អូនអញ្ចឹងហើយនេះទស្សនាតាមផ្លូវណាបងប្អូននេះផ្ទះហើយតាមផ្លូវដែលទីជនបទដែលយើងធ្វើស្រែធ្វើចំការណានេះហើយចំបើងដែលថាបងប្អូនគាត់អ្នកស្រែយើងគាត់ពេលដែលគាត់ច្រូតស្រូវធ្ងន់ឬច្រូតស្រូវប្រាំងហើយយើងមានអត្រាមូចំបើងទុកដើម្បីការពារឲ្យគោស៊ីនៅពេលដែលរដូវវស្សាជាពួរដូវវស្សាហ្នឹងយើងក៏អាចទៅមើលគោមើលអីបានទេអញ្ចឹងត្រូវការគោចងហើយចងនៅរោងចងនៅអីយើងត្រូវការចំបើងនៅអីដើម្បីឲ្យវាស៊ីអញ្ចឹងណាបងប្អូនអញ្ចឹងនេះទេសភាពតាមផ្លូវស្អាតបងប្អូនខែនេះគួរបាត់អស់ស្អាតខ្លះហើយដោយសារឲ្យយើងភ្ជួរដីណាដល់កាលយើងអត់ទាន់ភ្ជួរដីអត់ទាន់អីនោះអត្រាគេភ្ជួរដីធ្វើស្រូវប្រាំងខាងនេះណាធ្វើស្រូវ2ខែកន្លះស្រូវ3ខែអីចឹងណាបងប្អូនចឹងហើយបាត់សម្រស់អស់ខ្លះហើយដោយសារភ្ជួរអញ្ចឹងទៅឃើញតែដីណាឃើញតែវាលហើយខ្ញុំថតស្មាននេះប្រហែលជាអាចម៉ោងមិន12 10រៀងក្តៅហែងបន្តិចបងប្អូនតាមផ្លូវបងប្អូននេះមានតែផ្ទះទេបងប្អូនអើយបាត់មនុស្សម្នាអស់ហើយដោយសារគាត់ទៅថៃទៅអីអស់ហើយអញ្ចឹងណាអត់អីទេខែ4ចិត្តចូលឆ្នាំយើងចូលឆ្នាំថ្មីយើងនេះអាចមកវិញហើយបងប្អូនមកជួបជុំគ្នាទួលទេវតាឆ្នាំថ្មីនេះផ្លូវចូលស្រែខ្ញុំណាបាទអញ្ចឹងនេះផ្លូវដីបងប្អូនបើភ្លៀងវិញជាជាតិកើតទេផ្លូវនេះអញ្ចឹងរៀងអាលាក់តិចបងប្អូនជាស្រែរៀងងូកាមេរ៉ាបងប្អូនមើលចង់វិលមុខដែរបាទនេះតាមផ្លូវណាមានគោមានអីបងប្អូនអ្នកស្រែបើអត់គោគេមិនហៅថាស្រែណាបាទនេះគោនេះអីណាយើងជីគោនេះស្អាតបងប្អូនគោនេះភូមិយើងនៅចិត្តនេះបងប្អូនផ្អើលខ្ញុំមិនបានដេញណាជីទៅតិចផ្អើលបាទនេះហើយនេះនោះស្រែបងប្អូនដែលគាត់ធ្វើខែប្រាំងក្តៅហែងខែ3ធ្វើស្រូវប្រាំងបានសារគាត់ធ្វើបន្លាយពត់ជុំវិញណាធ្វើខួបប្រាំងខួបភាសាដីគាត់ពីមុនមកចំបកងដីនេះដល់ពេលយើងបែកបាក់សាមគ្គីគ្នាទៅបរាជ័យទៅយើងគាត់មកធ្វើស្រែវិញពីមុនមកគេធ្វើថ្នាក់បងប្អូនខាងក្នុងនេះគេដូចស្រែអំបិលចឹងគេដាក់ថ្នាក់មកស្រែតូចទេដាក់ចិញ្ចឹមបកងណាបកងទឹកសាបណាបងប្អូនអញ្ចឹងដល់ពេលបែកបាក់គ្នាទៅសល់ទៅអើយមីគាត់ឈូសគាត់កាយគាត់អីធ្វើស្រែវិញអញ្ចឹងបងប្អូនអញ្ចឹងអានេះអាចឈូសបានទេអញ្ចឹងបន្លាយក៏ជុំវិញរហូតនឹងមកបាទចិត្តដល់បងប្អូនឡាយនាំអារម្មណ៍បងប្អូនមកទស្សនាតាមផ្លូវបន្តិចអញ្ចឹងចិត្តដល់ហើយតាមផ្លូវគេកាយថ្មីបងប្អូនចិត្តដល់បងប្អូនខាងមុខនោះស្រែទី2នោះចិត្តភ្លឺនោះបងប្អូនចុះតាមស្រែតែហ្មងទៅព្រោះអីតាមលើធ្លាក់ពេកចិត្តបង្ហាញដំណាំល្ងបានចំនួន8ថ្ងៃបងប្អូន8ថ្ងៃអញ្ចឹងយើង8ថ្ងៃយើងមើលបានស្លឹកប្រមាណហើយនេះដល់ស្រែល្មមបងប្អូនមើល8ថ្ងៃបានស្លឹកប្រមាណនេះព្រោះអ្នកខ្លះក៏ព្រោះហើយអត់ត្រូវភ្លៀងអត់តាន់ដោះទេបងប្អូននេះល្ងនេះធន់ជាងស្រូវងាយអត់ងាយខូចទេព្រោះដល់ពេលបានដោះហើយក៏រៀងធន់ទឹកដែរវាអត់សូវចាយទឹកច្រើនទេល្ងនេះគឺល្ងស្រាលបងប្អូនល្ងសណាល្ងនេះប្រហែលជា2ខែកន្លះជិត3ខែបានច្រូតណាបើល្ងធ្ងន់យូរ3ខែកន្លះទៅ4ខែហ្នឹងល្ងធ្ងន់ណាល្ងខ្មៅបងប្អូនចឹងហើយនេះល្ងបានស្លឹកអាខ្លះស្លឹក4ណាបងប្អូនអាណាខ្លះវារៅរៀងអន់ស្លឹក2ឡើយណាខ្លះស្លឹក3ស្លឹក2ស្លឹក4ខ្លះនោះចង់ស្លឹក5បាត់ហើយធំលឿនដែរលូតអត់ស្មើគ្នាទេល្ងបងប្អូនថាវា
đầy việc sâu sám đây nó sao chỉ phải chấm phải chỉ pin cái lặng lươn một bộนี่đầy việc trâu phliêng ban mặt đầu hỏi về rèn rồi mình đang phải khâm ọt đấy naนี่เลยตีมวยแต่ยังเปิดนำลงโง่ได้ได้บางคนมันทันเนี่ยจุดนี้กติกรรมอีกทีคือยังดำลงโง่ชีวิตยังเปย์ได้ยังตันเนี่ยได้เจ้าอับยาวยังtớiยังเติบเลี้ยงยังไอ้ด่าลงโง่เจ้าtớiเปย์ได้ด่าลงโง่หายบานประโมพอลงโง่ยังปลุกเสาตัวเองแต่ไอ้ด่าเสาทนวนบานได้ไปไอ้ด่าเสาปรังที่ทางด่าเสาสงายที่ อันนี้จับยังจับเพลาได้บ่บางปอนาเมียเหนื่อยไปใจcái tế khang đam ngủ chuiปรับkhông vui khang nhóm mà đăngไปใจcái tếก็riêng bà đam đấy rồi sao dừng pưng từ lơ mê vì anh miền ấy bọn từ cái màu chỉ bảo loạn thế là khang nhóm đó bên tay bà bôngปอใจเลยค่าดำngủ miềnกระบวนไม่ấy ai ปรับบ้านai chuiกับมันข้างกลางก็ผ่านให้บางปอนhay video nhóm và hai tờ đầm nam lưng ngô rồi có thể sẽ phiệp tam việc sai đại chỉ dạng là bóng bồn mờ vậy đó ta là việc rồi nâu bọt chỉ chôn dương nào thì việc mày đài cái thơ sai mày chẳng nó bóng bồn hay mà đầm nam lưng ngô này vìอายุcao rồi có vì bài mê rồi có sát lật mấy trăm nâng miền video và to thiết mình thấy bóng bồn complete chui rồi subscribe mình lại mua cho subscribe và đôi chỉ cho like នឹងចុចសញ្ញារូបកណ្ដឹងដើម្បីមានខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូថ្មីបន្តឲ្យបងប្អូនទស្សនាបន្តទៀតចឹងណាបងប្អូនបាទនេះហើយល្ងនេះបែកអាខ្លះបែកលឹក4បងប្អូនអានេះលឹក2នៅឆ្កយយើងទៅបែកអានោះបន្តិចមកនេះលឹក2ចូលលឹក4ហ្នឹងទូចណាអូនៅនេះកោច្រើនបងប្អូនណាខ្ញុំមកកម្លាំងមកបន្តិចមកឃើញកោដើរប៉ុណ្្នឹងបងប្អូនកោតែជន់ចប់អស់ងោខ្ញុំនេះបើសិនណាយើងអាចទឹកដីនៅសើមខ្ញុំអាចបាញ់ថ្នាំស្មៅនេះបើដីស្ងួតចឹងយើងបាញ់ថ្នាំខ្លាច់បាញ់ថ្នាំស្មៅខ្លាច់ប៉ះពាល់ល្ងដែរបាញ់ថ្នាំស្មៅក្នុងល្ងណាវាស្មៅមានម្ដងទេស្មៅមិនច្រើនទេយើងចង់វិលមុខបងប្អូនដោយសារយើងថតកាន់ដៃបងប្អូនអត់មានអត់មានដៃកាមេរ៉ាមានអីទេអញ្ចឹងបងប្អូនឯងកាន់ដៃទៅទេមកថតឲ្យបងប្អូនទស្សនានេះមើលអត់ចង់ឃើញទេបងប្អូនណាល្ងដោយសារល្ងអញ្ចឹងដល់ស្ដាងនេះមិនក្រាស់ទេអញ្ចឹងបងប្អូនជើញទស្សនាតាមការគួរមើលមិនចង់ឃើញទេខ្ញុំមើលខ្លួនឯងយកមកមើលឡើងវិញក៏មើលចង់ឃើញតែយើងស៊ូមយើងថតចិត្តចឹងមិនខ្លាចគឺមើលឃើញតែសាវានៅទូចណាវាអត់ទាន់ធំបើចាប់ពីស្លឹក6ស្លឹក8អីឡើងបងប្អូនធំចាប់តាមធំហើយអានេះនៅស្លឹក2គ្នានៅជាប់ដីឡើយមើលមិនចង់ឃើញមើលពីចង្អាយមើលមិនឃើញទេtôi chiên sầu lại nó sầu đỏ lươn sầu này là vìយើងបាញ់ថ្នាំស្មៅក្នុងល្ងទៅយើងស្រូវនេះអាចងាប់អស់ណាបងប្អូននៅតែល្ងទេស្មៅហ្នឹងប្រហែលជាអាចប្រមូលផលល្ងខ្ញុំប្រហែលជាបើបានទេណាឧទាហរណ៍ថាបើយើងបានប្រហែលជាអាចប្រមូលផលនៅខែ6បងប្អូនខែ6ថ្ងៃទី10ហ្នឹងអាចច្រូតណាខែ6ថ្ងៃទី10ឬក៏ថ្ងៃទី15ហ្នឹងអាចបានច្រូតដែរចាំមើលយើងធ្វើតាមតាយថាកម្មនេះអត់មានពន្ធទឹកអីច្បាស់លាស់អញ្ចឹងធ្វើតាមតែធម្មជាតិតាមតែព្រំវិខិតទៅយើងបានប្រមាណចាំអត់មើលទាំងអស់គ្នាបងប្អូនអាចបានប្រមាណការ៉ុងប្រមាណ100គីឡូឬក៏ប្រមាណមួយហាត់ណាយើងអត់ច្បាស់ដែរអញ្ចឹងយើងចាំមើលអត់ទាំងអស់គ្នា
អូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងជូនពរឲ្យបងប្អូនទាំងអស់បានទស្សនាវីដេអូខ្ញុំនេះមានសំណាងល្អរកស៊ីមានបានទាំងអស់គ្នាជាពិសេសឲ្យឱកាសឆ្នាំថ្មីយើងខាងមុខខែ4ហ្នឹងសូមឲ្យជួបប្រទេសសេចក្តីសុខក្តីចម្រើនទៅណាមកណាមានសុវត្ថិភាពតាមផ្លូវរហូតដល់បងប្អូនអញ្ចឹងហើយមានតែប៉ុណ្្នឹងអញ្ចឹងសូមជម្រាបលាបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងណាបងប្អូនអរគុណច្រើនជម្រាបលាបងប្អូន